សួស្តីអ្នកនរគ្នាខ្ញុំមកទីនេះហើយខ្ញុំមកធ្វើនំក្រាមត្រេនដើម្បីបង្ហាញជូនអ្នកទាំងអស់គ្នាតើយើងមកវល់គ្រឿងផ្សំទាំងអស់គ្នាសម្រាប់គ្រឿងផ្សំធ្វើនំនេះអត់ស្មុគស្មាញអ្នកទាំងអស់គ្នាងាយហើយស្រួលហុកទៀតនេះគឺជារង្វាល់នៃគ្រឿងផ្សំសម្រាប់ធ្វើសាច់នំបន្ទាប់មកយើងមកលាយគ្រឿងផ្សំទាំងអស់គ្នាជាដំបូងយើងគោះពងមាន់ហើយបន្ទាប់មកយើងដាក់ស្ករចូលហើយយើងវាយសប់បន្តិចមករួចយើងចាក់ដាក់កូរចូលកូរឲ្យសប់បន្តិចទៀតបន្ទាប់មកយើងចាក់ម្សៅចូលហើយកុំភ្លេចរែងម្សៅនឹងផងណាហើយអ្នកទាំងអស់គ្នាកុំភ្លេចដាក់អំបិលម្ជប់ផងបន្ទាប់មកយើងចាក់ប៊ឺដែលបានរំលាយរួចកូរឲ្យសព្វបន្ទាប់មកយើងចាក់ vanilla extract ចូលរួចយើងកូរបន្ថែមឲ្យម្សៅម៉ត់ល្អបន្ទាប់មកយើងចាក់ដោះគោបន្ថែមព្រោះយើងត្រូវការសាច់ម្សៅដែលរាវបន្តិចបន្ទាប់មកយើងយកទៅដាក់ក្នុងទូទឹកកកក្នុងរយៈពេល1ម៉ោងតើយើងមកបេះសាច់ត្រេនទាំងអស់គ្នាហើយសម្រាប់ត្រេនដែលខ្ញុំទៅបេះថ្ងៃមុននៅកាម៉ាក់ហ្នឹងអត់តញ៉ាំបានអ្នកទាំងអស់គ្នាវាអត់តន់ទុំណាប៉ុន្តែចាស់ហេងដែរខ្ញុំនៅសល់សាច់ត្រេនបន្តិចដែរសម្រាប់គ្រីមនំនេះយើងស្រួលធ្វើយើងទិញតែ whipping cream ហើយនឹងម្សៅស្ករណាសម្រាប់ការវាយគ្រីមនេះអ្នកទាំងអស់គ្នាបើសិនជាចង់ឲ្យវាឡើងល្អគួរតែដាក់ទឹកកកនៅខំកធន់នឹងនៅពេលដែលវាយគឺវាឡើងល្អអូហើយអ្នកទាំងអស់គ្នាកុំភ្លេចដាក់អំបិលម្ជប់ផងណានៅពេលដែលយើងវាយសាច់គ្រីមឲ្យវាឡើងរាង smooth តិចមកយើងចាក់សាច់ត្រេនពាក់កណ្ដាលចូលហើយយើងវាយបន្ថែមតិចទៀតនៅពេលដែលយើងវាយគ្រីមរួចយើងយកសាច់ត្រេននៅសល់យកមកលាយចូលគ្នាឲ្យអស់ណាបន្ទាប់មកយើងរ៉ែបវាទៅដាក់នៅក្នុងទូទឹកកកដើម្បីទុកត្រង់ចាំនៅពេលដែលយើងជៀននំកន្លែងនេះហើយគឺជាកន្លែងដែលពិបាកអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំរៀងពិបាកប៉ុន្តែនៅពេលដែលយើងជៀនបាន2-3ប្រទេសទៅយើងចាប់ផ្ដើមស្ទាត់ទៅអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំព្យាយាមធ្វើឲ្យខ្លីដែរប៉ុន្តែវានៅតែវែងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយសម្រាប់ការបៀកប៊ឺនេះអ្នកទាំងអស់គ្នាកុំបៀកដូចខ្ញុំពេកខ្ញុំបៀកច្រើនខ្លាំងណាស់ដល់ពេលអញ្ចឹងពេលកាត់ទៅវាហៀគ្រីមចេញមកបន្ទាប់មកខ្ញុំដេក័រតិចតួចហើយដេក័រដាក់លាយជាមួយនឹងម្សៅម៉ាត់ឆា This is the last part of my video and I hope you guys enjoy it. Bye.